ថ្ងៃនោះដោយសារតែរឿងតូចតាចមួយក៏បានឆ្លោះគ្នាជាមួយមិត្តស្រីអេអូនឯងឈួតមែនបងប្រាប់ឲ្យថាបងនឹងហ៊ានផ្ដាច់មិនផ្ដាច់ភ្លាមទេធ្វើមិនកើតមិនបាច់សន្យាទេមិនជាមនុស្សប្រអត់និយាយស្អីហ្នឹងនេះជាលើកទី1ហើយដែលខ្ញុំវាយនាងពេលវាយនាងហើយភ្លាមខ្ញុំក៏បានដឹងថាខ្លួនឯងធ្វើមិនគប្បីដាក់នាងសុំទោសផងមកពីបងមួម៉ៅពេកលើកលែងទោសឲ្យបងផងបានអត់សុំទោសផងបន្ទាប់ពីថ្ងៃនោះមកខ្ញុំក៏ចាប់ផ្ដើមធ្វើល្អដាក់នាងកាន់តែច្រើនចេះលីងឃ្លានហើយត្រូវអត់ញ៉ាំដលងផ្អែមបន្តិចសិនទៅចាំតិចទៀតពួកយើងទៅញ៉ាំអីទៀតចាទៅយកនាងចេញពីធ្វើការរាល់ថ្ងៃហើយធ្វើល្អដាក់នាងកាន់តែច្រើនទៅអូនសម្លាញ់បងកណិតកាតបងមួយអូនរួចអីថ្ងៃក្រោយអូនឯងចង់ទៅសារទិញអីទិញទៅមិនបាច់ហាមខ្លួនឯងទេខ្ញុំព្យាយាមធ្វើល្អដើម្បីលៀងកំហុសដែលខ្ញុំបានធ្វើពីមុនហើយនាងក៏មិនដែលបានរំលឹករឿងនោះមកវិញដែរគីនេះមើលយូរទៅកាន់តែដូចបងហីមែនហ៎បងមើលគីកន្លះឆ្នាំក្រោយមកខ្ញុំក៏មានកម្រៃសុំនាងរៀបការទៅឈុំនិយាយហីនាងមកហីមានរឿងអីមិនក៏ហៅអូនមកដូចជាលួចលាក់ម៉េះអូនឯងនៅស្ងៀមបងអូនឯងមើលរបស់មួយរៀបការជាមួយបងសុំតបផងខ្ញុំមិនយល់ទេមិនបានជាសមោនោះនៅមិនទាន់ទៅបាត់ទៀតខ្ញុំគ្រាន់តែវានាងបានតែម្ដងសោះនិយាយស្អីណាគាត់ធ្វើឲ្យខ្ញុំរបួសតែម្ដងតែរាល់ពេលដែលខ្ញុំនឹកឃើញខ្ញុំតែតែលើកលែងឲ្យគាត់ជានិច្ចលោកមករកការឈឺចាប់ទាំងអស់មិនមែនសុទ្ធតែព្យាបាលបានទេរបួសខ្លះកើតឡើងម្ដងហើយវានៅតែបន្សល់ទុកការឈឺចាប់ជារៀងរហូត